miên côn lọ niên chia vay miên sầm bol đôi chỉ miên sả ray rạ đỏ phứ miên du thông cho một ông pi bị miên ประกอบដោយវិចិត្រដ៏ច្រើនមានពួកស្រីអប្សរចោមរោមមកថ្វាយបង្គំអាត្មាដូចនេះអញ្ចឹងពីមុខកលិនសួរវិញណាសួរនាងទេវធីតានាងជាអ្វីហើយនាងមកថ្វាយបង្គំយើងនឹងអីចឹងណាដល់ពេលដូចនេះហើយមានបបាអញ្ចឹងបកលដែលបានអានសង្ឃបានបនណាមួយដែលកើតអំពីបកលដែលអស់កលេសណាជាព្រះអរហន្តទាំងឡាយគឺមានអានុភាពខ្លាំងណាស់អញ្ចឹងណា ហើយមានបរិវារច្រើនទៀតមិនមកតែឯងនេះមកបរិវារមកផងអញ្ចឹងតែពេលអញ្ចឹងនាងឆ្លើយថានេះនាងចន្ទដៀលទេវធីតានឹងតបថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំឈ្មោះចន្ទដេលីដែលលោកម្ចាស់មានសេចក្តីព្យាយាមបញ្ជូនទៅឲ្យថ្វាយបង្គំព្រះបាទនៃព្រះគោដមជាព្រះអរហន្តដ៏មានយុះលោកខ្ញុំថ្វាយបង្គំព្រះបាទហើយក៏ឆ្យុត អំពីកំណើតនៃនាងចន្ទដេលីមកកាន់វិមានដ៏ប្រសើរដោយប្រការទាំងពួងកើតឡើងក្នុងនានន្តៈឧឈានមានស្រីអប្សរ 1000 ចោមរោមណាក៏ទៅអំណាចហ្នឹងខ្លាំងណាស់ចិត្តរបស់យើងចិត្តខ្លាប់អោនមុនស្លាប់ហ្នឹងថាបានដល់នៅពុទ្ធពធប្រសង់ជាទីពឹងពេលហ្នឹងជាងអានិសង្ឃក្រៃលែងចឹងបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំជាទេវតាប្រសើរវិសេសជាងស្រីអប្សរ ទាំងនោះដោយសម្បុរដោយយុះនិងអាយុជាទេវតាមានកុសលដ៏ច្រើនបានធ្វើឲ្យដឹងខ្លួនមានស្មារតីមកថ្វាយបង្គំនៅព្រះមុនីព្រះអង្គប្រកបដោយសេចក្តីករុណាក្នុងលោកលុះនាងចន្ទដេលីជាស្ត្រីមានកតញ្ញូកតវេទីវេទីនេះពោលពាក្យនេះហើយដូច្នេះហើយក៏ថ្វាយបង្គំព្រះបាទទាននៃព្រះរហន្តហើយក៏បាត់អំពីទីនោះទៅ អញ្ចឹងនាងនោះដឹងគុណណាដឹងគុណក៏បានបាទសួស្ដីបងវតីនៅបន្ទាយមានជ័យ BMC បន្ទាយមានជ័យខ្ញុំអានប្រត្រៃបិដកដើម្បីចែកជូនជាធម្មទានហើយជាពុទ្ធដីកាផ្ទាល់មិនមែនជាដីកាអីផ្សេងទេអញ្ចឹងរឿងនេះរឿងពិតអញ្ចឹងណាអញ្ចឹងរឿងវាមុនរឿងបាយក្តាំង រឿងនេះរឿងអត់ទាំងបាយក្តាំងទៀតតែគេបានតែកើតទេវនិកាយដែរអញ្ចឹងណានេះអត់បច្ចៈឋានណាទេបាទអត់បច្ចៈឋានណាទេប៉ុន្តែមានអានុភាពខ្លាំងដែរណាមានស្ពណ៌សម្បុរមានយុះច្រើនកៃលែងហើយនាងអប្សរមកប្រហែលថាជា 1000 ណានាងអប្សរ 1000 នេះចោមរោមបរិវារអញ្ចឹងមានន័យថាអានិសង្ឃរបស់នាងនឹងក្រៃលែងណាព្រោះនាងបានបង្អោនចិត្តគោរពបូជាណាអញ្ចឹងថា កាលណាយើងបង្អោនចិត្តបង្អោនកាយគោរពបូជាបុគ្គលដែលអត់មានកលេសមានព្រះអរហន្តជាប្រធាននេះគឺអានិសង្ឃនឹងក្រៃលែងណាគាត់តែចិត្តយើងជ្រះថ្លាប៉ុណ្ណឹងយើងបាត់អបាយភូមិក្នុងគណៈនឹងបានណាអញ្ចឹងនាងជាអ្នកក្រជាអ្នកខ្សត់នេះកម្រមានកិច្ចការណាមួយដែលធ្វើបន់បានណាជាផ្សេងអ្នកបម្រើគេនេះអីចឹងណាអញ្ចឹងមានតែព្រះថេរៈជាដូចជាប្រពុតរកដោយជាព្រះថេរៈ មហាកាសបៈក៏ដោយលោកដឹងចឹងលោកអាណិតជួនក្រីក្រនឹងហ្មងលោកអាណិតណាលោកមិនប្រាថ្នាលៀបលោកមិនប្រាថ្នាអីទេលោកអាណិតលោកដឹងថាបុគ្គលណាធ្វើទានទៅដល់អាត្មាអញបុគ្គលនោះរមែងបានផលច្រើនបានអានិសង្ឃច្រើននឹងលោកធ្វើសេចក្តីអនុគ្រោះចឹងលោកឃើញអ្នកក្ររស់នៅដោយលំបាកណាលហើយលោកដល់ដីអគ្រោះហ្នឹងទៅមានបំណងឲ្យពួកនោះធ្វើបុណ្យធ្វើមិនមានអីក៏ដោយនិយាយចំទៅមានតែផ្លែឈើតាមមួយទុកមួយចំហៀងទុកហូបមួយចំហៀង គេលោកពួកបននឹងយ៉ាងក្រៃលែងហើយបានន័យថាអត់គ្រោះឲ្យសัตว์ទាំងឡាយនោះបុគ្គលទាំងនោះបានទៅកាន់ទេវលោកព្រោះបានបនយ៉ាងក្រៃលែងអញ្ចឹងណាបាយមួយវែកសណ្ដែកមកគួរសម្រាប់ព្រះអរហន្តទាំងឡាយសម្រាប់ព្រះអរិយបុគ្គលទាំងឡាយគឺទានរកប្រមាណមិនបានរកប្រមាណមិនបានរកថា1 2 3កាប់3ជាតិនេះមិនអស់នោះមិនមែនទេច្រើនណាមួយយ៉ាងក្រៃលែងណាអញ្ចឹងយើងគួរតែ នឹកគុណរបស់ព្រះអរហន្តទាំងឡាយដែលលោកបន្សល់ទុកមិនមែនថាអេអញគ្មានអីធ្វើបន់អញមិនគួរធ្វើបន់ទេធ្វើតតែមានលុយតែយើងធ្វើបន់អ្នកគិតបែបនោះឈ្មោះថាមច្ឆាទិដ្ឋិហើយគួរទៅអង្គុយចិត្តអ្នកសប្បុរសគួរទៅអង្គុយចិត្តអ្នកជាបណ្ឌិតដើម្បីណែនាំរឿងនេះល្អឬរឿងអាក្រក់ហើយរឿងធ្វើបន់ដូចខ្ញុំថាអញ្ចឹងបុគ្គលពីរពួកនោះមួយធ្វើបន់ដោយបាយក្តាំងមួយធ្វើបន់ដោយកាយគឺ
គឺការវន្ទាព្រះសម្មាសម្ពុទ្ធព្រះបាទនឹងឲ្យចិត្តបង្អោនដើម្បីជ្រះថ្លាគុណប្រតនត្រ័យហ្នឹងគុណនឹងមានអានុភាពខ្លាំងញ៉ាំងឲ្យបុគ្គលជានារីទាំងពីរនាក់ហ្នឹងទាំងពីរនាក់ទៅកើតទេវនិកាយបានដល់ទេវលោកជននេះជននោះចឹងទៅប៉ុន្តែបច្ចៈដោយនាងដៃក្តាំងទៅបាននឹមមានរតីជនទី5ណែពូណាពូជាងតបតឹងតុសិតាទេណានឹមមានរតីបរណមិតវសវតីបាទអញ្ចឹងសេចក្តីគោរពកោតក្រែងបុគ្គលអ្នកមានសិលឬចាស់ព្រឹទ្ធាចារ្យឲ្យមានសិលនេះមានអានិសង្សច្រើនណាស់យើងធ្វើបុណ្យបែបនេះមិនអស់លុយទេយើងជាជនក្រីក្រសតទុរគតមែនប៉ុន្តែយើងប្រាថ្នាបុណ្យអ្នកប្រាថ្នាបុណ្យនៅក្នុងបារាភវៈសោតណាព្រះសម្មាសម្ពុទ្ធសម្ដែងថានាំឲ្យចម្រើនអីចម្រើនកុសលធម៌ចម្រើនសេចក្តីសុខហើយអ្នកស្អប់បុណ្យនាំឲ្យវិនិច្ឆ័យអីវិនិច្ឆ័យស្ថានសួគ៌វិនិច្ឆ័យសេចក្តីសុខមានចិត្តសៅមងចឹងទៅមានមុខទៅអបាយដែលមិនស្គាល់ធម៌ព្រះហ្នឹងណាមុខពួកគាត់មិនទៅណាទេទៅអបាយហើយក្បែរទេផ្ទាត់ចឹងទៅអញ្ចឹងព្រះសង្ឃគ្រប់ព្រះអង្គដឹងស្រាប់ហើយរឿងទេផ្ទាត់ណាខ្ញុំកណាខ្ញុំបានមិនចាំបាច់បរិយាយទៀតទេរឿងខូចអីខ្ញុំមិនសូវចង់ដឹងច្រើនទេគាត់ដឹងថាគាត់ប្រព្រឹត្តធម៌អីបានទៅកើតនរកបតុមៈនរកឬអវិជ័យនរកលោហៈកំពីនរកលោកកណ្ដនរកអីនោះខ្ញុំដឹងធម៌នោះគាត់ថាឲ្យរឿងអីជ្រៅជ្រែងពីពួកគាត់អីទៀតអត់មានទេដឹងដោយយល់សពក៏ដឹងដោយមើលកំពីខ្ញុំថាហើយអ្វីខ្ញុំដឹងនោះខ្ញុំបានសិក្សារៀនសូត្រគម្ពីរបត្រៃបិដកនឹងជាប្រធានអូចឹងទេបានព្រោះធម៌ទាំងឡាយទាំងពួងមិនទាន់បរិនិព្វានទេព្រះសម្មាសម្ពុទ្ធព្រះអង្គតាំងទុកនៅឡើយអញ្ចឹងណាមានតម្លៃthì ខ្ញុំឃើញចឹងខ្ញុំសិក្សារៀនសូត្រដឹងទៅក៏លះបង់នៅសារាបានដល់សប្តាហ៍ថ្ងៃពីដើមខ្ញុំហ្នឹងហើយពីដើមខ្ញុំអ្នកល្បីល្បាញខាងផឹក្សាធ្វើបាយមុខលេងលបែងអីផឹកស្រានិយាយចំមកកាផ្លេហ្មងមកសិតហ្មងរឿងខូចកុំអីជួបគ្នាសោះមិនប៉ុន្តែខ្ញុំឈប់មុនបាទឥឡូវជួទូនទេភារកិច្ចឲ្យលោកអាចារ្យដុនមើលមានមតិអីយោបល់អីចង់និយាយរឿងអីទៀតពីរឿងអីទៀតអាចបើកបានទេបាទមតិខ្ញុំមានចង់និយាយច្រើនបាទភាគច្រើនចាស់ពីដើមតែនិយាយគាត់តែនិយាយតែរឿងដឹងដោយយល់សពតែជួបគាត់អូនោះខ្ញុំទៅយល់សពឃើញនោះនេះសិតតាណែដើមថ្នោតទន់អីនោះហើយឃើញជិះណែអ្នកស្រូតដល់អ្នកទៅសម្ភារទៀតកាន់ភេកទៅសម្ភារទៀតបានន័យថាគាត់និយាយនោះមិនត្រូវតាមគម្ពីរទេអញ្ចឹងដឹងតាមគម្ពីរលើគ្រូពិរមនេះបានសាទរពេញចិត្តបងប្អូនហើយរឿងនាងចន្ទឌីលីនឹងនាងជាស្ត្រីកំសត់ទូរគតសំបីអតីយធរនំកម៉ាស់កតក់បៃក្តាំងក៏អត់មានដែរប៉ុន្តែជួបព្រះថេរៈព្រះមកកលៀនព្រះអង្គណែនាំឲ្យចេះធ្វើទានគេទេព្រមតែនមស្ការថ្វាយបង្គំព្រះដ៏មានយសមានជោគព្រះអង្គអស់ហើយនៅអាសវៈកិលេសទាំងឡាយប្រៀបដូចជាដើមថ្នោតដាច់អស់ហើយកំបុតកគ្មានលូតលាស់ទៀតទេព្រះអង្គជាគ្រូនៃមនុស្សទេវតាព្រះអង្គមានវិជ្ជា3វិជ្ជា8មានចរណៈ15នឹងហើយរឿងញៀនរឿងអីនឹងអ្នកខ្លះដូចជាសពថ្ងៃនឹងចូលព្រៃបន្តិចបន្តួចចេញមកវិញមកសតបានញៀនបានអីអួតប្រាប់គេលៀបស្ការៈចូលបងប្អូនត្រូវគិតពិចារណាផងអ្នកដែលបានសម្រេចធម៌នៅក្នុងគម្ពីរនឹងព្រះអង្គបញ្ញត្តិហើយមិនអោយអួតប្រាប់អ្នកណាដឹងទេចុះបើអ្នកអួតខាងអាត្មានិយាយតាកតងតាមញៀនតាមអីនឹងបងប្អូនត្រូវគិតពិចារណាមែនតែនថាបុគ្គលនោះច្បាស់ជាអួតហើយអញ្ចឹងបាទឃើញថាយើងអត់មានតេយ្យធម៌សំបីតែទឹកជ្រក់ជាគម្រប់2បាយកញ្ចុងកក៏យើងអាចធ្វើទានបានដែរអញ្ចឹងនមស្ការទៅប្រតនត្រ័យទៅបាទឬក៏រក្សាតសិល5ទៅឲ្យជាប់ទៅធ្វើតាមគម្ពីរតាមដីកាសាក់សួរគេទៅចេះទៅអ្នកខ្លះក៏មានទ្រព្យសម្បត្តិច្រើនជាប្រមុខជាមេធរទៅទៀតដឹកនាំគេខុសខ្លួនឯងហើយដឹកនាំគេទៅខុសដតីទៀតខុសទៀតអញ្ចឹងឲ្យតែចេះក្រៅពីពុទ្ធសាសនាហ្នឹងគេធ្វើធំបានហើយបងប្អូនសម័យថ្ងៃប៉ុន្តែដូចបាត់ដំបងដូចអីកន្លែងផ្សេងគេអត់ទេ
ចេះក្នុងកពីបត្រីបីដកចេះនៅក្នុងប៉ាដម៉ូប៉ាដអីនឹងបានគេហៅថាវាចេះគ្រាន់បើតែកន្លែងខ្លះតំបន់ខ្លះនោះចេះក្រៅពុទ្ធសាសនានោះបានធ្វើមេហើយបងប្អូនធ្វើមេធัวមេអីហើយបាទអញ្ចឹងចង់បញ្ជាក់ថាមើលជួបព្រះកាសជួបព្រះមកកលៀនព្រះអង្គគ្រាន់តែណែនាំស្ត្រីចន្ទឌីលីតែប៉ុណ្ណោះឲ្យចេះថ្វាយបង្គំបើជួបបុគ្គលសពថ្ងៃប្រហែលជាអូញោមអើយចាស់ជរាហើយហៅព្រលឹងហៅអីទៅណាឲ្យព្រលឹងមកវិញមានសាច់មានឈាមបានបងប្អូនជួកន្លែងធ្លាក់អង្គប់គេវឹបអស់មិនចេះតិចទៀតបាទអស់ស្រែអស់ភ្លឺឬក៏អស់ទ្រព្យសម្បត្តិអង្គលុយខ្ចីគេអានេះត្រូវបងប្អូនជឿឲ្យមានបញ្ញាគិតពិចារណាផងបានឃើញថាពេលវេលារបស់ខ្ញុំហ្នឹងគឺយូរគ្រាន់ដែរអញ្ចឹងក៏សូមឧទ្ទិសមេផលដល់បុព្វការីជនមានមេត្តាបិតាគ្រូអាចារ្យញាតិកាទាំងអស់នៅក្នុងសង្សារវដ្តទេវតាដែលរក្សាទីនេះទេវតាដែលរក្សាព្រះស្រីរុក្ខធាតុទេវតាដែលរក្សាពុទ្ធសាសនាក៏បុព្វបុរសទាំងអស់ដែលវិរិជាគ្រប់ចំនួនដែលថែរក្សាពុទ្ធសាសនាថែរក្សាជាតិបុព្វបុរសទាំងអស់ដែលលះបង់សាច់ស្រស់សៀមស្រស់ចូលបម្រើជាតិសាសនានោះក៏សូមបាននៅចំណែកបុណ្យនៃការធម្មទាននេះបាទបងប្អូនបាននៅចំណែកបុណ្យរួចរាល់ហើយក៏បានដល់នៅសេចក្តីសុខចុះបាទសត្វទាំងឡាយទាំងពួងសូមបាននៅសេចក្តីសុខបាទសូមសត្វទាំងឡាយក៏មានពៀនគ្នាឡើយបាទសូមអនុមោទនា បាទនៅសេចក្តីសុខចុះបាទអនុមោទនាបាទច្រើនបាទសុខឡើយ